បាទបងប្អូននេះជាសកម្មភាពគោស៊ីស្មៅហើយវាក៏ជាទស្សនវិជ្ជាដ៏រស់រវើកមួយបងប្អូនហើយនឹងវាជាផ្នែកមួយយ៉ាងសំខាន់នៃជីវភាពរស់នៅតាមជនបទដែលវាស្ដែងចេញពីការទំនាក់ទំនងបងប្អូនយ៉ាងជិតស្និទ្ធរវាងកសិករនិងសត្វពាហនៈជាមួយនឹងធម្មជាតិផងដែរបងប្អូនសកម្មភាពនិងចរិតលក្ខណៈក្នុងការស៊ីស្មៅរបស់គោបងប្អូនការដើររកចំណីជាហ្វូងអាហ្នឹងគោណាបងប្អូនហើយគោតែងតែដើរជាក្រុមហើយមានមេគោធំឬគោមុខគេហៅថាមេវងអញ្ចឹងណាភាសាសាមញ្ញជាអ្នកនាំផ្លូវពួកវាអញ្ចឹងទៅប្រមូលក្តំគ្នាចុះស៊ីស្មៅតាមវាលស្រែបន្ទាប់ពីច្រូតកាត់រួចតាមភ្លឺស្រែឬតាមជើងភ្នំហើយចំណែកសត្វគោវាមិនមានធ្មេញមុខខាងលើទេដូច្នេះវាត្រូវប្រើអណ្ដាតវែងរុំព័ទ្ធស្មៅដើមស្មៅរួចគៀបទាញផ្ដាច់បញ្ចូលទៅក្នុងមាត់របស់វាយ៉ាងសត់ជំនាញបងប្អូនហើយសម្រាប់ការរំលាយអាហារបន្ទាប់ពីស៊ីស្មៅពេញពោះនៅពេលព្រឹកឬពេលថ្ងៃអញ្ចឹងទៅគោវាតែងតែសម្រាកនៅក្រោមម្លប់ដើមឈើឬក៏ក្នុងក្រៅហ្នឹងអីចឹងទៅពេលដែលម៉ោងសម្រាកហ្នឹងវាតែងតែទំពាអៀងឡើងវិញដោយផ្អកស្មៅចេញពីក្អែលស្មៅជាស្រ័យបងប្អូនក្អែលស្មៅចេញមកពីក្ពះពោះវាដើម្បីទំពាឲ្យម៉ត់ម្ដងទៀតបងប្អូនមុននឹងលេបចូលពោះវៀនអញ្ចឹងវាជាសកម្មភាពនេះមិនត្រឹមតែជាការស្វែងរកចំណីរបស់សត្វគោប៉ុណ្ណោះទេប៉ុន្តែវាជាពេលវេលាដ៏សម្រាកនិងជួបជុំគ្នារបស់កសិករស្រុកស្រែដើម្បីផ្លាស់ប្ដូរបទពិសោធន៍និងនិយាយលេងកម្សាន្តជាមួយនឹងការមកមើលគោផងដែរបងប្អូនបើយើងគិតឲ្យសាមញ្ញទៅជីវិតបែបស្រុកស្រែចម្ការអ្នកចិញ្ចឹមគោអ្នកធ្វើស្រែវាជាជីវិតដ៏សាមញ្ញមួយដែរបងប្អូនហើយមើលទៅពួកគាត់រីករាយជាមួយនឹងការចិញ្ចឹមគោរបស់គាត់ហើយរីករាយនៅអ្វីដែលគាត់មានអញ្ចឹងណាបងប្អូនអញ្ចឹងយើងមើលទៅគោរំភើបជំនួយពួកគាត់ដែរអញ្ចឹងជីវិតបែបស្រុកស្រែជនបទគឺមានតែប៉ុណ្្នឹងបងប្អូនវារស់នៅបែបសាមញ្ញស្ងប់ស្ងាត់តែពោរពេញដោយសេចក្តីស្រឡាញ់និងគេហៅថាធម្មជាតិណាបងប្អូនធម្មជាតិទទួលបានអារម្មណ៍ពីធម្មជាតិច្រើននេះហើយខ្ញុំអាចនិយាយបានថាវាជាសកម្មភាពគោដែលចង់បង្ហាញបងប្អូននៅពេលនេះណាបងប្អូន